ឃើញថាសន្និសិទចាន់ស៊ីឥឡូវគឺគាត់ចូលចិត្តរៀន skill អីបន្ថែមជាពិសេស skill digital ប៉ុន្តែដែល like មើលទៅលើសន្និសិទផ្សេងទៀតគឺគាត់កំពុងតែគិតថាតើគាត់គួរតែរៀន skill អីបន្ថែមទៀតសួស្តីអ្នកនរគ្នាខ្ញុំឈ្មោះយីសាធីវីហើយខ្ញុំបាន join employment skill program នៅក្នុងជំនាញ digital marketing and digital entrepreneurship course បច្ចុប្បន្នខ្ញុំកំពុងតែបម្រើការនៅក្នុងស្ថាប័នមួយនៅក្នុង field marketing អ្វីដែលខ្ញុំពេញចិត្តនៅក្នុង program មួយហ្នឹងគឺពួកយើងរៀនរាល់ថ្ងៃអាទិត្យនៅពេលចុងសប្តាហ៍ដោយសារតែកំឡុងពេលដែលខ្ញុំរៀន program មួយហ្នឹងគឺខ្ញុំធ្វើការពីច័ន្ទដល់ศุកร์ម៉ោង8ដល់ម៉ោង5ហើយម៉ោង5កន្លះរហូតដល់ម៉ោង8កន្លះពេលយប់ហ្នឹងគឺខ្ញុំរៀននៅ University ទៀតអញ្ចឹងគឺមានតែពេលថ្ងៃអាទិត្យហ្នឹងឯងដែលខ្ញុំអាចទៅរៀនយក skill ថ្មីៗបានចានៅក្នុងថ្នាក់ហ្នឹងយើងអត់រៀនត្រឹមតែទ្រឹស្ដីទេយើងបានទាំងអនុវត្តផ្ទាល់ទាក់ទងជាមួយនឹងការធ្វើ assignment ការធ្វើ project ផ្សេងៗជាមួយនឹងក្រុមជាមួយនឹង team របស់យើងហើយយើងបានស្គាល់មិត្តភក្តិថ្មីៗជាច្រើនហើយយើង share experience ពីគ្នាទៅវិញទៅមកបន្ទាប់ពីខ្ញុំបានបញ្ចប់ការសិក្សានៅក្នុង program ហ្នឹងហើយធ្វើឲ្យខ្ញុំមាន confidence ក្នុងខ្លួនច្រើនជាងមុន I feel more confident using digital tool ហើយពីមុនខ្ញុំគិតថាវាពិបាកវាអត់អាចទៅរួចទេចឹងប៉ុន្តែបន្ទាប់ពីខ្ញុំបញ្ចប់ program ហ្នឹងហើយវាធ្វើឲ្យ mindset ខ្ញុំផ្លាស់ប្ដូរខ្ញុំគិតថាខ្ញុំមាន skill ខ្លាំងជាងមុន so program មួយហ្នឹងជួយខ្ញុំឲ្យខ្ញុំឃើញ opportunity ថ្មីៗច្រើនមែនតើអញ្ចឹងអ្នកនរគ្នាបើសិនជាអ្នកនរគ្នាជាសិស្ស University ឬមួយក៏ទើបតែ fresh graduate អី highly encourage អ្នកនរគ្នាចុះឈ្មោះនៅក្នុង employment skill program ហ្នឹងកម្មវិធីបណ្ដុះបណ្ដាលជំនាញការងារបើកទទួលពាក្យសុំចូលរៀនចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី23ខែមីនាឆ្នាំ2026អ្នកទាំងអស់គ្នាអាចធ្វើការចុះឈ្មោះតាមរយៈ QR code ឬតំណភ្ជាប់នៅក្នុង caption ខាងលើ